Ok, số đây là đó khné trong ngày nay nhưng mình bài này đó khné tiếp tục là lờ marketing ra nữa. Ok, chẳng là lúc bây giờ này đó khné login tăng bên bọc máu bạn login tăng bên bọc máu cứ này đó khné khơi tiếng po so lại này xong lại đấy còn mình ấy thế bạn chẳng là nhung privacy sao muối ok nhưng ai thôi ca bằng hàng app time clock មាន option មួយចំនួន CPU memory បាទឃើញទេចេះបងប្អូនឃើញទេមាន add time add date add CPU និង add memory និង up time អីចឹងបាទអញ្ចឹងកន្លែងហ្នឹងគឺពិតជាល្អមែនសម្រាប់យើងអ្នកប្រើប្រាស់ marketing តែអត់ដឹងបាទសម្រាប់អ្នកដឹងគឺសាមញ្ញសម្រាប់គាត់ទេអញ្ចឹងខ្ញុំសូមចែករំលែកបទពិសោធន៍ខ្លះៗទាក់ទងនឹងអ្នកដែលអត់ដឹងឬក៏សិស្សានុសិស្សដែលគាត់តរៀន config ថ្មីបាទអញ្ចឹងអ្នកនរគ្នា right click នៅកន្លែងនេះមកបាទហើយអ្នកនរគ្នាធ្វើការ add time អញ្ចឹងទៅនឹងបង្ហាញម៉ោងយើងឲ្យថាឥឡូវបាទដោយគណៈពេលនេះគឺម៉ោង1:17នាទីបាទអញ្ចឹងយើងអាចថែមទៀតមកគឺ date អូខេគឺថ្ងៃទី18ខែ Feb 2026អញ្ចឹងទៅបាទហើយទាក់ទងនឹង CPU យើងអាច monitor CPU រៀងនៅលើនេះបានវាងាយស្រួលមែនសម្រាប់យើង monitor លើនឹងហ្មងអញ្ចឹងណាពេលយើង log in ទៅកាន់ Winbox លើ Winbox ទៅ marketing របស់យើងអញ្ចឹងណាអ្នកនរគ្នាបាទអញ្ចឹងបន្តមកទៀតយើងអាចធ្វើការ add memory បានបាទ memory យើង monitor រៀង memory នៅក្នុងនឹងហើយ up time អញ្ចឹងណាអ្នកនរគ្នាឃើញទេអញ្ចឹង up time យើងគឺយើង router យើងគឺ up time បាន4ថ្ងៃហើយ19ម៉ោងជាងបាទបាទអញ្ចឹងតកតងនឹងការបង្ហាញ option ខ្លះៗនៅលើ Winbox សម្រាប់ monitor រៀងនៅ marketing យើងគឺមានតែប៉ុណ្្នឹងអរគុណសម្រាប់ការទស្សនាបងប្អូនកុំភ្លេចជួយ subscribe ឬក៏ follow page TikTok ដើម្បីទទួលបានព័ត៌មាន update ថ្មីៗទាក់ទងនឹងបច្ចេកវិទ្យា solution configure អីចឹងមួយចំនួនបាទអរគុណច្រើនជម្រាបលាបាយបាយ